បងប្អូនអានេះឯងដែលគឺជាម៉ាស៊ីនណាម៉ាស៊ីន mining Bitcoin ហើយម៉ាស៊ីន mining Bitcoin ហ្នឹងគឺខ្ញុំទិញនៅឆ្នាំ2020ហើយវាគឺជាគេហៅថា VGA បាទ VGA សម្រាប់ mining អញ្ចឹងយើងទិញម៉ាស៊ីន mining មួយយើងទិញ VGA ណាហើយ VGA មកគ្រាប់កាលហ្នឹងមាន508ទៅ1000ជាង2000ទៅ3000ហើយយើងរៀបចំដើម្បីធ្វើជា mining ណាធ្វើជាម៉ាស៊ីន mining Bitcoin ដូចកាលនេះមាន18 16 Super 328អញ្ចឹងណាបាទក៏ប៉ុន្តែនៅពេលដែលយើង mine នៅក្នុងប្រទេសយើងទី1តម្លៃភ្លើងណាតម្លៃភ្លើងវាអត់សមតុល្យសម្រាប់ការ mine ទេទី2កម្ដៅវាក្ដៅខ្លាំងណាហើយទី3ចំពោះនៅពេលដែលយើង mine ហើយយើង mine ទៅចូល website ហើយ website ដែលយើង mine ទៅណាបងប្អូននៅពេលដែលយើង mine ទៅជាកាក់ដំបូងវាអត់ឲ្យយើង mine ទៅកាក់ Bitcoin ទេវាឲ្យយើង mine ទៅកាក់ផ្សេងសិនហើយបានវាឲ្យយើងលក់កាក់ផ្សេងដើម្បីទិញទៅជា USDT ហើយទិញទៅជាកាក់ Bitcoin ឬមួយក៏លក់ចេញមកជាដុល្លារវិញអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងដែលគេប្រើប្រាស់ឧបករណ៍ Bitcoin ហើយគេប្រើប្រាស់កាក់ឈ្មោះ Bitcoin ដើម្បីមកកុហកពួកយើងហើយឲ្យយើងហ្នឹងគឺទិញម៉ាស៊ីន mining បន្តមកទៀតយើង mine ទៅ website របស់គេណាហើយបើសិនជាយើង mine ហើយយើងលក់កាក់នឹងអត់ទាន់ទេគឺវាបោកយើងហ្មងហើយទី2នៅពេលដែលយើង mine បានកាក់ច្រើនហើយគឺអា website ហ្នឹងវាបោកយើងហ្មងwebsite បោកđóមានន័យថាម៉េចមានន័យថានៅពេលដែលយើង mine ណាយើងត្រូវ hashtag វាទៅ website ហើយយើងត្រូវ mine កាក់ហ្នឹងទៅឈ្មោះកាក់ដូចជាកាក់នោះ HO ឬមួយក៏កាក់ស្អីនោះណាបាទនិយាយរួមទៅនៅក្នុង website ដែលយើងទិញសម្រាប់ mining ហ្នឹងគឺវាឲ្យយើងដូរណាដូរទៅកាក់ផ្សេងតាមតែចិត្តវាចង់ហើយវាប្រាប់ថាចិត្តគ្រប់ target សម្រាប់ដើម្បីយើងបំផ្លាញទៅជាកាក់ Bitcoin ណាអញ្ចឹងយើងខំប្រឹង mine ចិត្តគ្រប់ចិត្តអីនៅពេលដែលវាដឹងថាយើងដឹងវាចាប់ដើមតម្លាក់តម្លៃកាក់ហ្នឹងឬមួយក៏វាចាប់ដើមដូរឲ្យយើងដូរ platform ឬមួយក៏ដូរ website ដើម្បីបន្ត mining ទៀតអញ្ចឹងណាអញ្ចឹងការ mining នេះមានន័យថាសម្រាប់នៅស្រុកយើងហ្មងវាពិបាកនៅក្នុងការ mine ដោយសារតែ website ដែលបង្កើតឡើងអត់មានទទួលស្គាល់ពីរដ្ឋាភិបាលនៃប្រទេសណាមួយទេមានន័យថាយើងស្គាល់ website ហ្នឹងតាមរយៈមិត្តភ័ក្ដិយើងតាមរយៈតគ្នាហើយwebsite ដែលយើងស្គាល់ហ្នឹងគឺអត់មានហៅថាគណៈកម្មការណាឬមួយក៏អត់មានស្ថាប័នណាអំណាងឬមួយក៏អត់មានហៅថា guarantee ឬមួយក៏អត់មានគេហៅថាក្រុមហ៊ុនណាមួយដែលប្រកាសបង្ហាញជាលក្ខណៈក្រុមហ៊ុនអាជ្ញាប័ណ្ណឬមួយក៏ចេញមុខអត់មានទេណាហើយទោះបីជាយើង call វីដេអូទៅយើងឃើញពួកបរទេសដែលប្រជុំ Zoom ជាមួយយើង meeting ជាមួយយើងបង្ហាញគេនៅ condo នេះនៅ condo នោះនៅប្រទេសគេអញ្ចឹងណាបងប្អូនតែការពិតអត់មានទេពួកនោះសិតតែពួកហៅថាមនុស្ស fake ទេមនុស្ស fake ហ្នឹងគឺវីដេអូក៏ fake មនុស្សក៏ fake หมายថាពួកនោះវាគ្រាន់តែនៅ condo នៅប្រទេសគេណាហើយវាថតអារូបវីដេអូដែលវាឈរក្បែរម៉ាស៊ីន mining ហ្នឹងបាទអញ្ចឹងយើងឲ្យវាឲ្យយើង mine ទៅ website របស់វាថាវាគឺជារោងចក្រធំដែលទទួលការ mine ពីយើងណាការ mine ពីយើងនៅផ្ទះយើងហើយ mine ទៅ website ធំរបស់វាទៅណាហើយវានឹងទូទាត់ជាកាក់ផ្សេងឲ្យមកយើងជាការពិតទៅរឿង mine នៅលើโลกគឺជារឿង mining Bitcoin នៅលើពិភពលោកគឺជារឿងពិតតែលុះត្រាតែហៅថារោងចក្រធំនៅប្រទេសគេ mining ហើយគេទទួលស្គាល់website ត្រឹមត្រូវរបស់គេហើយរោងចក្ររបស់គេ mine ទៅមានការដោះដូរភ្លាមតែបើសិនជានៅប្រទេសយើងវិញប្រទេសខ្មែរយើងណានៅពេលដែលយើង mine បានណាមិនមែន mine ភ្លាមបានទៅជាកាក់ Bitcoin ភ្លាមអត់ទេយើង mine ភ្លាមបានទៅជាកាក់ផ្សេងហើយបានយើងលក់កាក់ផ្សេងហ្នឹងទៅជា USDT ហើយបានយើងទៅទិញកាក់ Bitcoin ឬមួយក៏នៅពេលដែលយើង mine បានភ្លាមណាយើង mine ភ្លាមយើងលក់ពីកាក់ឈ្មោះ XNO ស្គាល់ហើយ XNO ហ្នឹងទៅជាកាក់ Bitcoin ហើយបានលក់ចេញមកជា USDT អញ្ចឹងណាបងប្អូនបាទដូច្នេះហើយគ្រាន់តែរឿង Bitcoin មួយវាអាចធ្វើឲ្យជនឆ្លៀតឱកាសប្រើប្រាស់មធ្យោបាយឈ្មោះ Bitcoin បង្កើតទៅជារូបភាពជាច្រើនដើម្បីបោកប្រាស់ប្រជាជនយើងនៅប្រទេសខ្មែរតែម្ដងបាទ